សួស្តីបងប្អូនទាំងអស់គ្នាក្នុងថ្ងៃនេះដែរខ្ញុំមកបង្ហាញបងប្អូនពីការធ្វើម្ហូបស៊ុបទាត្រកួនមុខម្ហូបនេះពិតជាឆ្ងាញ់ណាស់បងប្អូនហើយវិធីសាស្ត្រក្នុងការធ្វើពិតជាមានភាពងាយស្រួលបងប្អូនអាចមើលវីដេអូរបស់ខ្ញុំបាទរួចយកទៅអនុវត្តនៅតាមផ្ទះបងប្អូនអាចធ្វើហូបបានហើយមុខម្ហូបមួយនេះពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ណាស់បាទចំណែកឲ្យគ្រឿងផ្សំវិញមានខ្ទឹមក្រហមគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចខ្ទឹមសបងប្អូនហាន់ឲ្យស្រាច់ចឹងមករួចម្ទេសឆ្អើរមករួចបន្លែយើងមានត្រាវបន្ទាប់មកត្រកួនហើយនឹងស្ពៃបូកូហើយចំពោះសាច់យើងប្រើទាមួយបងប្អូនទាកប៉ាយើងហ្នឹងណាបាទជំហានដំបូងយើងយកត្រកួនលាងទឹកចឹងទៅហើយបងប្អូនបេះត្រកួនទៅត្រកួនយើងកំហាន់បងប្អូនយើងបេះអញ្ចឹងមិនយើងដឹងថាត្រកួនវាខ្ចីឬមួយចាស់ហ่าបងប្អូនអញ្ចឹងយើងបេះចឹងទៅបន្ទាប់ពីយើងបានបេះត្រកួនហើយយើងយកដាក់ត្រកួនដាក់ត្រាំទឹកយើងមកបំពងត្រាវចំពោះត្រាវបងប្អូនបំពងវាមកល្មមបានហើយបងប្អូនត្រាវយើងបំពងវាមកល្មមមកយើងគិតថាអាចក្រៀមល្មមបន្ទាប់ពីបំពងត្រាវរួចបងប្អូនដាក់ឆ្នាំងយើងហ្នឹងរួចដាក់ខ្លាញ់ចូលទៅហើយយើងរំលីងគ្រឿងអាគ្រឿង5មុខរបស់យើងហ្នឹងណារំលីងវាឈ្ងុយឲ្យវាឡើងក្រៀមទៅឆាមកចឹងទៅបងប្អូនឆាវាក្រៀមមកឈ្ងុយចឹងហើយបានយើងមិនទាន់ដាក់តែឆ្អើរចូលចាំវារៀងក្រៀមហើយចាំយើងដាក់តែឆ្អើរចូលតែឆ្អើរបងប្អូនអាចដាក់តាមចំណូលចិត្តបងប្អូនបើចំពោះខ្ញុំដាក់តែ2សាព្រាបានហើយ2សាព្រាបន្តិចទៅថែមវាមកបន្តិចទៀតទៅបានហើយបន្ទាប់មកយើងចាប់ដើមឆាវាត្រឡប់មកអញ្ចឹងបងប្អូនឆាឡើងឲ្យវាក្រៀមអញ្ចឹងទៅចាំយើងដាក់កាពិចូលបងប្អូនដាក់កាពិយើងដាក់តែមួយសាព្រាបាយយើងទៅបានហើយបន្ទាប់មកយើងឆាវាទៀតទៅឆាវាហើយបានយើងដាក់សាច់ចូលកន្លែងដាក់សាច់ហ្នឹងខ្ញុំភ្លេចថតបានចុចតែអញ្ចឹងខ្ញុំដាក់សាច់ចូលទៅហើយមិនអ្វីទេបងប្អូនអាចដាក់ចូលទៅឆាដូចខ្ញុំទៅនៅពេលដែលវារៀងស្ពាប់សាច់បងប្អូនចាក់ទឹកក្តៅចូលមួយកែវសិនទៅដើម្បីឲ្យវារលាយគ្រឿងហ្នឹងចូលជាមួយនឹងសាច់ទាអញ្ចឹងបងប្អូនអាចចាក់ទឹកក្តៅចូលមួយកែវទៅបាទចាក់ទឹកក្តៅចូលមួយកែវហើយរួចយើងគ្របឆ្នាំងនឹងទុកវាប្រហែលជា10នាទីចាំយើងចាក់ទឹកដូងចូលថែមឥឡូវយើងចាក់ទឹកដូងចូលមកផ្លែទៅរួចហើយយើងចាក់ទឹកដូងហើយយើងគ្របវាចោលទៅបងប្អូនណាគ្របវាចោលទៅព្រោះអីសាច់ទាកប៉ាគឺដល់យើងរងាស់វារៀងធំដែរទាខ្ញុំ2គីឡូជាងដែរវាសាច់វាស្វិតដែរអញ្ចឹងយើងត្រូវរងាស់វាចោល1ម៉ោងជាងអីយើងមើលតាមទាយើងផុយឬមិនផុយបងប្អូនអញ្ចឹងពេលដែលយើងរងាស់ទាហើយយើងចាក់ទឹកក្តៅចូលឲ្យទឹកយើងដាំពុះហ្នឹងយើងចាក់ចូលកន្លះ1លីត្រចូលថែមទៀតទៅបានហើយបងប្អូនទាយើងវានៅក្នុងឆ្នាំងមុនវាមានទឹកស្រាប់ហើយអញ្ចឹងយើងថែមចូលតែ1លីត្រទៀតទៅល្មមហូបហើយរួចរាល់បងប្អូនដាក់អំបិលប៊ីចេងស្ករអីតិចតាមហ្នឹងទៅឥឡូវបានណាបងប្អូននេះខ្ញុំលើកមកដាក់ចូលឆ្នាំងហើយបានហើយពុះហើយបងប្អូនបាទវិធីសាស្ត្រធ្វើបងប្អូនអាចយកទៅធ្វើនៅផ្ទះធ្វើហូបបានបងប្អូនណាអរគុណបងប្អូនដែលតាមដានវីដេអូនេះកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូន